ហើយដល់ពេលឥឡូវគេអត់ដោះស្រាយឲ្យគេអត់សម្រួលឲ្យគេបុកពីក្រៅហើយគេអត់សម្រួលឲ្យយើងទៀតអូបុកក្រៅសម្រួលទេបងណាបាទយើងឈប់សុបភ្លើងក្រហមសោះហ្នឹងខ្ញុំស្ពឹកជើងបាទស្ពឹកជើងណាឥឡូវបានចរចាមួយគេណាគេមកដល់គេនិយាយថាចាំប៉លីសមកស្ទុះយកឡានទៅប៉ុស្តិ៍ហ្នឹងគេនិយាយតែប៉ុណ្្នឹងអូគេរងចាំដល់ឲ្យតំណាងមកហ្មងហើយតំណាងគាត់មកហើយតំណាងមកហើយហ្នឹងបើព្រោះអ្នកអាស្រ័យក្នុងឡានគាត់ចុះហើយអត់ចុះទេណាគាត់ចុះមានមកនិយាយមកសួរហើយតំណាងគាត់មកដល់គាត់ថាអត់អីរបួសតិចតួចប៉ុណ្ណឹងឯងចាំប៉លីសមកដល់យកឡានទៅប៉ុស្តិ៍ហើយគាត់មាននិយាយផងហ្នឹងអត់ចុះពីលើរថយន្តហើយរងចាំតំណាងមកដល់ពេលតំណាងមកដោះស្រាយរបៀបហ្នឹងហ្មងបាទគាត់និយាយថាអត់អីចាំឲ្យប៉លីសអុសយកឡានទៅគាត់អត់សម្រួលទេបាទដឹងថាគាត់មានបាយខ្ញុំអត់ដឹងទេចាអត់មានការចរចាសម្រួលគ្នាទេបន្ទាប់ពីបុកកើតហេតុប្រហែលមិនគាត់មកនិយាយចឹងមិនគាត់និយាយចឹងតែរថយន្តទំទិញបាន2ថ្ងៃមិនបានជិះស្រួលបួកកាប់ដាក់លេងហ្មងណាបាទ2ថ្ងៃបងព្រោះឡានខ្ញុំទំទិញខ្ញុំចង់ឲ្យគាត់ទៅកាត់ខាតឲ្យខ្ញុំទៅប៉ុណ្ណឹងឬក៏គាត់កាត់លើឡានខ្ញុំទៅព្រោះយើងទំទិញយើងតន់ជិះផងវាមានបាត់ធ្នូមួយបាទរបស់យើងតន់បាននេះហើយតន់កាប់ផ្លឹកលេខហើយយើងធ្វើអញ្ចឹងយើងមានអារម្មណ៍អីត្រូវទុកវាតែមកសម្រាប់ថាលក់ចោលបងហ៎និយាយចំឲ្យតែគាត់មានលទ្ធភាពកាត់យកទៅគឺជារថយន្តទៅតែនឹងទិញបាន2ថ្ងៃបានធ្វើការមិនទាន់បានគិតសាលេខផងបាទឈប់រងចាំស្តុកបាទគឺមានកង់3រងចាំស្តុកពីក្រោយត្រូវបានរថយន្តព្រុសមួយគ្រឿងទៀតរុញពីក្រោយបណ្ដាលឲ្យបុកខ្ទេចបាទកញ្ចក់តែម្ដងហើយអារម្មណ៍ការស្រឡាញ់របស់លោកពូគឺជាម្ចាស់រថយន្តគឺគាត់មានការខកចិត្តជាខ្លាំងដោយសារគាត់ស្រឡាញ់មែនទែនហើយតម្រាំសម្រាប់ចិត្តទិញ1ឆ្នាំបាទឥឡូវទិញបាន2ថ្ងៃបាទត្រូវបានជួបគ្រោះថ្នាក់ចរាចរណ៍បាទកើតឡើងបណ្ដាលឲ្យគាត់ខកបំណងនៃការស្រឡាញ់របស់បាទអារម្មណ៍នៃការស្រឡាញ់របស់នៅថ្ងៃដំបូងយកចូលផ្ទះគឺមានអារម្មណ៍ថារភើបសប្បាយរីករាយមែនទែនតម្រាំតែសម្រាប់ចិត្តថាយកមកបាទចូលក្នុងក្រុមគ្រួសារបើតើតើបានជិះបានស្រួលបួលផងតិចតែម្ដងអញ្ចឹងគាត់ខូចខាតនេះគឺគាត់ថាគាត់លែងហើយគាត់ចង់កាត់ខាតចោលតែម្ដងកាត់ខាតចោលតែម្ដងដោយសាររបស់ទិញមកមានប្រផ្នូមិនល្អបាទប្រផ្នូមិនល្អព្រីមជនប្រផ្នូមិនល្អគឺថាកាត់ចោលតែម្ដងគឺលក់ចោលទៅដូរថ្មីតែម្ដងអាហ្នឹងតាមអ្វីដែលគាត់លើកឡើងចំពោះការខូចខាតសំណងសងបែបណាទុកឲ្យភាគីទាំងអស់ភាគីទាំងសងខាងធ្វើការសម្រុះស្រួលគ្នាបើសម្រុះស្រួលគ្នាមិនត្រូវទេសមត្ថកិច្ចនឹងធ្វើការវាស់វែងយកទៅរក្សាទុកដោយសារជាករណីគ្រោះថ្នាក់ចរាចរណ៍ហើយចំពោះរបស់ស្រឡាញ់ការស្រឡាញ់អាហ្នឹងអ្វីដែលជាសិទ្ធិបុគ្គលបាទការលើកឡើងរបស់គាត់តែពោះផ្លូវច្បាប់គឺថាមិនត្រូវគ្នាគឺវាស់វែងតែម្ដងបាទរថយន្តនេះគឺជារថយន្តព្រុសបាទរថយន្តព្រុសដែលមានស្លាកលេខភ្នំពេញ 2BK បាទ20គុត51បងស្រីក៏បានធ្វើការបើកបរបាទមានក្មេងទូចក្នុងដែរហើយជាបាទជាករណីអចេតនាទេដោយសាររុញមកបុកជាប់តែម្ដងហើយក៏គាត់មានទំនួលខុសត្រូវក្នុងការបាទសងការចរចាដែលបើសិនជាការចរចាណាមួយមិនត្រូវគ្នាបាទគឺរុញឲ្យជំនាញយកទៅធ្វើការតាមជំនាញតែម្ដងព្រមជនឥឡូវយើងទុកឲ្យពួកគាត់ធ្វើការដោះស្រាយគ្នាតាមបាទនីតិវិធីបើសិនជាការនីតិវិធីណាមិនត្រូវគ្នាយើងនឹងបាទទុកពេលឲ្យសមាជិកឧបការតាមជំនាញអរគុណណាស់ការចរចាគ្នាណាបងមិញគាត់និយាយនេះគាត់មកមើលរបួសហើយគាត់ថារបួសនឹងតិចប៉ុន្តែដឹងយ៉ាងម៉េចឯងគាត់ត្រូវជើងគាត់ដើររួចអត់តែមិនតមចាំងមិនឯងហើយមិញហ្នឹងបងប្រុសដែលថាបងស្រីហ្នឹងណាគាត់និយាយថាអត់អីចាំឲ្យប៉លីសអុសយកឡានទៅគាត់អត់សម្រួលទេបាទដឹងថាគាត់មានបាយខ្ញុំអត់ដឹងទេចាអត់មានការចរចាសម្រួលគ្នាទេបន្ទាប់ពីបុកកើតហេតុប្រហែលមិញគាត់មកនិយាយចឹងមិញគាត់និយាយចឹងអូផងចាំតំណាងមកហើយដល់ពេលតំណាងហ្នឹងគាត់មកនិយាយចឹងតំណាងនិយាយចឹងឲ្យបោះវែងយកទៅមកបាទគាត់ថាចាំការចរចាសម្រួលបងណាអត់តាន់ដឹងទេមិនគាត់និយាយចឹងនោះបងឲ្យខ្មៅចឹងអ្នកបង្កប់តន់ចុះមកបងណានៅប៉ុន្តែបងឲ្យខ្មៅដល់តំណាងគាត់បាទចឹងដល់ពេលការខូចខាតបងអាចវាយផានស្មានលោកខូចខាតប៉ុន្មានដែរបងខ្ញុំតង់3ខ្ញុំមិនដឹងទេប្រហែលជាខ្ទង់500ទេព្រោះចំពោះវុកដល់ខូចហើយវាយកបើមើលបោមើលហើយគូតក្រោយឡើងខ្ទេចទៀតប៉ុន្តែសំខាន់ភ្ញៀវនេះខ្ញុំចង់ឲ្យគាត់ដោះស្រាយភ្ញៀវខ្ញុំមកឲ្យគាត់ទៅពេទ្យទៅគាត់ភ្ញៀវអង្គុយលើកង់3បងណាបាទគាត់ដើររួចផងហ្នឹងដឹងជើងគាត់នឹងត្រូវចាំងមិនទៅអញ្ចឹងការបូកសរុបទាំងភ្ញៀវទាំងកង់3បងអាចបានស្មានដឹងទេដឹងទេគាត់ដឹងចាប់ថាកង់3ខ្ញុំបែរជាខ្ទង់500ភ្ញៀវផ្សេងភ្ញៀវអាហ្នឹងឬមកគាត់ដោះស្រាយជាមួយនេះប៉ុន្តែគាត់និយាយមិញគាត់និយាយមិនចំគាត់ថានិយាយថាម៉េចបងវាស់វែងហ្មងបាទគាត់ថាចាំឲ្យយកឡានទៅប៉ុស្តិ៍ទៅកង់3ខ្ញុំមិនអីទេយកទៅទុកប៉ុស្តិ៍ទុកចុះប៉ុន្តែមនុស្សឈឺឲ្យគាត់និយាយអញ្ចឹងបាទចាំមនុស្សបើប្រហែលទៅពេទ្យសិនបងគាត់នៅចាំដោះស្រាយហ្នឹងបើគាត់ទៅពេទ្យហើយដល់ពេលឥឡូវគេអត់ដោះស្រាយឲ្យគេអត់សម្រួលឲ្យគេ
គេបុកពីក្រោយហើយគេអត់សម្រួលយើងទៀត អូបងប្រាំរួលទេបងណា បាទយើងឈប់សពភ្លើងក្រហមសោះហ្នឹងហើយតែអញ្ចឹងខ្ញុំគាំងហ្មង បាទបងទៅពេទ្យសិនអូនបងទៅពេទ្យសិន ខ្ញុំស្ពឹកជើងបាទ បាក់ជើងណាឥឡូវបានចរចាមួយគេណែ គេមកដល់គេនិយាយថាចាំប៉ូលីសមកស្ទុះយកឡានទៅប៉ុស្តិ៍ហ្នឹងគេនិយាយតែប៉ុណ្្នឹង អូគេរងចាំដល់ឲ្យតំណាងមកហ្មងហើយតំណាងមក តំណាងគាត់មកហើយ តំណាងមកហើយហ្នឹង បើព្រោះអ្នកអាស្រ័យក្នុងឡានគាត់ចុះហើយ អត់ចុះទេណា គាត់ចុះមានមកនិយាយមកសួរហើយតំណាងគាត់មកដល់គាត់ថាអីរបួសតិចតួចប៉ុណ្ណឹងហើយចាំប៉ូលីសមកដល់យកឡានទៅប៉ុស្តិ៍ហើយគាត់មាននិយាយផងហ្នឹង អត់ចុះពីលើរថយន្តហើយរងចាំតំណាងមកដល់ពេលតំណាងមកដោះស្រាយរបៀបហ្នឹងហ្មង បាទ អត់មាននិយាយឬការខូចខាតសង អត់ ផ្លៃរបួសផ្លៃអីទេគឺឲ្យយក ស្អីក៏គាត់អត់និយាយគាត់មកនិយាយតែប៉ុណ្ណឹងគាត់ដើរចេញមក និយាយមកដើរចេញហ្មងណា បាទ ដូចជាអត់ឲ្យតម្លៃគ្នាបន្តិចសោះប្រិមត្តជនបាទមកដល់រងចាំតំណាងបុកបង្ករាប់ម៉ោងហើយតំណាងមកដល់បែរជាប្រើពាក្យយ៉ាងខ្លីគឺបោះវែងយកទៅតែអត់មានការចរចាត្រូវថ្លៃមិនត្រូវថ្លៃសិនទេណា អត់ទេបង អត់ទេណាអូអាហ្នឹងជាក់ស្ដែងអ្វីដែរ ស្ពឹកបាត់ហើយហ្នឹងខ្ញុំបុកមួយកអីកង់3វាខិតមករួលមកទៅហឹងហើយហ្នឹង បុកពីក្រោយ ឡើងធ្លាក់ទូរស័ព្ទពីដៃគ្រប់គ្នាហើយហ្នឹង អរគុណច្រើនណាស់រថយន្តតំទិញបាន2ថ្ងៃមិនទាន់បានជិះស្រួលបួកកាប់លាក់លេងហ្មងណា បាទ2ថ្ងៃបង ឥឡូវជួបគ្រោះថ្នាក់ចរាចរណ៍ហ្មង ហ្នឹងហើយជួបគ្រោះថ្នាក់ចរាចរណ៍ល្បីពេញខ្សែផ្ដាល់ បាទឥឡូវការចរចាហ្មងបង ខ្ញុំនិយាយគ្នាបង និយាយគ្នាបងណា បាទ សងជាសំណងហ្មងណា ខ្ញុំមកដឹងថាគាត់ដោះស្រាយខ្ញុំយ៉ាងម៉េចដែរ ហើយបានជួបនិយាយមួយគាត់ណាបង បានជួបនិយាយជាមួយគ្រូនោះបងប្អូនគាត់ តំណាងហ្មងណា បាទហើយនឹងនោះអត់ញខាងបងប្អូនគាត់ដែរនោះពាក់អាវឈូកបាទ តែតំណាងមកចរចាបងណា បាទ អញ្ចឹងការដោះស្រាយបានជួបហ្នឹងបានលទ្ធផលអីបង ខ្ញុំគាត់ថាឲ្យយើងឲ្យជួយសម្រួលគ្នាប៉ុន្តែដូចតែទំហំរបស់ខ្ញុំវាខូចខាតឃើញស្រាប់ហ្នឹងព្រោះឡានខ្ញុំទៅខ្ញុំចង់ឲ្យគាត់ទៅកាត់ខាតឲ្យខ្ញុំទៅប៉ុណ្ណឹងឬក៏គាត់កាត់លើឡានខ្ញុំទៅ អូ ព្រោះយើងទៅយើងតន់ជិះផងវាមានបាត់ធ្នូមួយ បាទរបស់ បាទរបស់យើងតន់បាននេះហើយតន់កាប់ផ្លឹកអីហើយយើងធ្វើអញ្ចឹងយើងមានអារម្មណ៍អីត្រូវទុកវា តែមកសម្រាប់ថាលក់ចោលបងហ៎ និយាយចំឲ្យតែគាត់មានលទ្ធភាពកាត់យកទៅ អូមានលទ្ធភាពកាត់យកទៅតែម្ដងបើសិនជាការសម្រុងស្រួលម្ដងមួយយ៉ាងទៀតគឺជួយជាតំណងកាត់ខាតបងណា បាទព្រោះឥឡូវបើឯងមើលឡានយើងទិញមកយើងមើលវាតតែស្អាតបានយើងយកឥឡូវវាទៅយើងមានស្លាកស្នាមហើយនេះហើយយើងមិនមែនអ្នកបកណាយើងម្ចាស់យើងខែវាស្រឡាញ់វាអីហ្នឹងហើយទៅពើហើយតែគាត់ជាអ្នកបក ពេលប៉ាពីហ្នឹងគឺក្នុងការចរចារងចាំតំណាងគាត់មកអ្នកបង្កក៏គឺ ឥឡូវគាត់តែចាំនិយាយគ្នាឥឡូវមានរងចាំមានរងចាំនិយាយទៅមានរងចាំ រថយន្តរបស់លោកពូរយៈពេលប្រហែលថ្ងៃទម្រាំតែសម្រាប់ចិត្តក្នុងការទិញបងទម្រាំតែសម្រាប់ចិត្តដើរទិញបាន ចិត្តមួយឆ្នាំហើយ ចិត្តមួយឆ្នាំទម្រាំសម្រាប់ចិត្តបានឥឡូវជីបានប្រហែលថ្ងៃបង 2 ជីបាន2ថ្ងៃ បាទ ទៅជីបាន2ថ្ងៃក៏ខូចអារម្មណ៍បាត់ ទៅរង តែហ្នឹងថាគ្រូសាស្ត្រចរាចរណ៍មើលមិនឃើញឥឡូវបើសិនជាការចរចានិងការសំណងណាមួយអាចពូទទួលយកបានពូទទួលយកណា យើងបញ្ចប់ទៅព្រោះអាហ្នឹងវាធ្វើម៉េចបើវាកើតទៅហើយ កើតទៅហើយបង បើគ្រាន់តែឲ្យវាសមរម្យដោយសារតែរបស់យើងវាអត់តបានតែជីវាហងអត់តបានកັບផ្លាត់លេខស្រួលបួហ្នឹងហើយដល់ពេលអញ្ចឹងយើងត្រូវយកទៅឲ្យការ៉ាស់គេជួសជុលទៅយើងកាត់ឲ្យការ៉ាស់វិញ យល់ពូយល់អារម្មណ៍នៃការស្រឡាញ់របស់ដំបូងគឺស្រឡាញ់មែនទែនមិនថាខ្ញុំមិនថាពូមិនថាអ្នកណាទេបាទទិញមកគឺថែគឺស្រឡាញ់បាទមិនទាន់បាន យើងដោយសារយើងស្រឡាញ់បានយើងទិញហ្នឹងហើយបាទហើយដល់ពេលទៅអញ្ចឹងយើងវា50ហើយយើងវាសម្រាប់ថាត្រូវតែកាត់ខាតជាមួយការ៉ាស់ បាទអញ្ចឹងអត់ទាន់បានលទ្ធផលក្នុងការជួបនឹងទាន់បានលទ្ធផលណា គាត់បាននិយាយមួយគាត់ប្រហែលម៉ាត់អញ្ចឹង បាទអរគុណច្រើនបង បាទ